ជំងឺភ្នែកក្រហមហ្នឹងដែលភាសាសាមញ្ញគេហៅថាជំងឺភ្នែកក្រហមតែការពិតវាគឺជាការរលាកភ្នែកពណ៌សនៃភ្នែករបស់យើងហ្នឹងចឹងទូទៅភ្នែកដែលជាធម្មតាយើងមើលទៅគឺភ្នែករបស់យើងគឺពណ៌សស្អាតតែចំពេលណាដែលមានរលាកគឺយើងឃើញពណ៌ឡើងក្រហមហ្នឹងគឺមូលហេតុរបស់វាគឺវាមានច្រើនវាអាចទី1ដោយសារការរលាកដោយសារមេរោគដូចជាពួកបាក់តេរីពួកវីរុសហើយទី2គឺដោយសារមានដោយសារការមានជា allergy អាចជាមួយផលិតផលអីឬក៏ allergy ដោយសារយើងមានជំងឺ allergy នៅក្នុងខ្លួននោះស្រាប់ហើយមូលហេតុដែលវាឆ្លងមកហ្នឹងគឺខ្ញុំនឹងលើកឡើងពីការរលាកភ្នែកក្រហមដោយសារពួកមេរោគជាជំងឺនេះគឺទូទៅយើងជួបច្រើនមែនទែនគឺគាត់អាចឆ្លងការមានដោយឯងឬក៏គាត់ដៃរបស់គាត់មិនស្អាតគាត់ផលិតផលគាត់ប្រើមិនសូវស្អាតចូលភ្នែកទៅធ្វើឲ្យមានឡើងទៅជាជំងឺភ្នែកក្រហមឬពេលខ្លះគាត់អាចឆ្លងមកពីអ្នកនៅជិតខ្លួនគាត់ដូចជាមិត្តរួមការងារគ្រួសារឬក៏ក្មេងៗពេលដែលទៅរៀនអញ្ចឹងអាចឆ្លងមកពីមិត្តភ័ក្តិភ្នែកក្រហមនេះគឺអាចឆ្លងគឺជាជំងឺឆ្លងមួយជាពិសេសបើសិនជាវាកើតពីមេរោគហើយគឺវាឆ្លងដោយសារមិនមែនដោយសារគ្រាន់តែយើងនៅជិតគ្នាឬការមើលមុខគ្នាដោយការយល់ច្រឡំរបស់បងប្អូនខ្លះទេអញ្ចឹងជំងឺភ្នែកក្រហមនេះគឺតើយើងមានការប៉ះគ្នាព្រោះថាមេរោគនៅពេលដែលភ្នែកយើងមានជំងឺភ្នែកក្រហមយើងនឹងអាសាហៀទៅភ្នែកហើយមេរោគគឺវានៅក្នុងទឹកភ្នែកហ្នឹងឯងអញ្ចឹងពេលណាដែលយើងញីភ្នែកហើយយើងយកញីមួយជាហៀងទៀតធ្វើឲ្យវាឆ្លងទៅឆ្លងមកកសែងដែលយើងប្រើខ្នើយឬរបស់របរដែលយើងប្រើសូម្បីតែថ្នាំដែលយើងដាក់ទៅហ្នឹងកំប៉ុងថ្នាំដបថ្នាំហ្នឹងយើងកាន់ទៅក៏មានមេរោគជាប់នៅលើហ្នឹងដែរហើយរោគសញ្ញារបស់ជំងឺភ្នែកក្រហមនេះទី1អ្នកជំងឺនឹងចាប់ផ្ដើមមានអារម្មណ៍ថាភ្នែករបស់គាត់គឺចាប់ផ្ដើមរកាន់ឬមានអារម្មណ៍ថាមានស្អីនៅក្នុងហ្នឹងហើយគាត់មានរីកហើមនៅបងភ្នែកហើយគាត់មានហូរទឹកភ្នែកមកច្រើនពេលខ្លះទឹកភ្នែកហ្នឹងគឺជាទឹកភ្នែកថ្លាពេលខ្លះចេញមកជាទឹករងាអញ្ចឹងនេះគឺតាមប្រភេទមេរោគដែលធ្វើឲ្យមានជំងឺភ្នែកក្រហមហ្នឹងណាហើយពេលខ្លះទៀតពេលណាដែលឈឺមែនទែនទៅធ្វើឲ្យគាត់មានលក្ខណៈថាគាត់មើលស្វាំងឬក៏គាត់មើលមិនឃើញពេលខ្លះតបភ្នែកហាមបិទចិត្តក៏អាចថាបានដែរណាហើយវិធីព្យាបាលគឺទី1គឺអនាម័យគឺត្រូវលាងដៃត្រូវលុបមុខណាព្រោះថាជំងឺភ្នែកក្រហមបើសិនជាឆ្លងមកពីមេរោគពេលខ្លះយើងមិនចាំឲ្យព្យាបាលក្នុងរយៈពេល2អាទិត្យទៅ3អាទិត្យក៏វាអាចជាទៅវិញខ្លួនឯងដែរតែគ្រាន់តែថាក្នុងកំឡុងពេលហ្នឹងគឺធ្វើឲ្យអ្នកជំងឺមានការពិបាកតអញ្ចឹងគេអាចប្រើជាថ្នាំផ្សះថ្នាំបន្តក់ហើយធ្វើឲ្យមេរោគហ្នឹងឆាប់ផប់ទៅវិញហើយភ្នែកហ្នឹងគឺឆាប់ជាជាងមុនបាទ Total Eye Care